ឥឡូវយើងតទៅកាន់ចំណុចទី2 part 2 part 2របស់យើងសិក្សាទៅលើ grammar អូខេតោះមើល example ទី1ចង់ដឹងថាហេតុអីបានជា example របស់យើងយកចម្លើយ D ទាំងអស់គ្នាបាទឥឡូវទៅជើបញ្យល់មួយណាអញ្ចឹងកន្លែងហ្នឹងគឺច្បាស់ណាស់ចម្លើយ D គឺជាចម្លើយត្រឹមត្រូវ We saw some children in the park ពួកយើងបានឃើញក្មេងៗនៅក្នុងសួនច្បារបាទអូខេអញ្ចឹងលេខ A នេះមិនអាចប្រើនៅក្នុងប្រយោគខាងលើនឹងបានទេដោយសារ A នេះគឺជាប្រយោគយើងប្រើ A នេះជាមួយនឹងប្រយោគបដិសេធអូខេហើយ much ក៏មិនអាចប្រើបានដែរដោយសារ much យើងប្រើជាមួយនាមរាប់បានហើយ children គឺជាក្មេងៗរាប់បានអញ្ចឹងយើងអត់ប្រើ much ជាមួយ children ទេ and សំដៅលើវត្ថុមួយហើយ children គឺជា plural noun បាទមានន័យថាវាលើសពីមួយអញ្ចឹងក៏អត់ត្រូវដែរអញ្ចឹងចម្លើយដែល perfect បំផុតគឺចម្លើយ D Angkor Wat Temple by thousands of tourists every day អញ្ចឹងពាក្យកន្លឹះរបស់យើងគឺ every month ជារៀងរាល់ខែ Angkor Wat Temple visited by thousands of tourists every month ប្រាសាទអង្គរវត្តត្រូវបានទៅលេងជារៀងរាល់ឆ្នាំឬក៏ត្រូវបានទៅលេងដោយភ្ញៀវទេសចររាប់ពាន់នាក់ជារៀងរាល់ខែអញ្ចឹងយើងមើល A ហើយនឹង B វាទាក់ទងទៅនឹង past simple អញ្ចឹងបើសិនជា past simple มันអាចប្រើប្រាស់ជាមួយនឹងពាក្យថា every month បានទេអញ្ចឹងចម្លើយ A និង B គឺមិនមែនជាជំរើសរបស់យើងទេបាទអញ្ចឹងចម្លើយមានតែ C ហើយនឹង D អញ្ចឹងយើងមើលអង្គរវត្តយើងប្រើ E ឬក៏ប្រើ A អញ្ចឹងអង្គរវត្តច្បាស់ណាស់ជាវត្ថុដែលមានតែមួយទេនៅលើលោកអញ្ចឹងយើងមិនអាចប្រើពាក្យ E បានមិនអាចប្រើពាក្យ A បានទេបាទអញ្ចឹងចម្លើយរបស់យើងគឺចម្លើយ D អូខេតោះទី2 Mr. Supal can't talk on the phone because dinner right now អូខេbecause he eat dinner right now អញ្ចឹងមានពាក្យ right now ធម្មតាទេតែយើងឃើញពាក្យ right now យើងដឹងថារបស់ហ្នឹងកំពុងនិយាយអំពី present continuous អូខេអញ្ចឹង right now សំដៅលើសកម្មភាពដែលកំពុងកើតឡើងហើយបើសិនជាសកម្មភាពកំពុងកើតឡើងកិរិយាសព្ទដែលយើងប្រើគឺ to be បូក verb ing បាទអញ្ចឹងចម្លើយដែល the best គឺចម្លើយ B អូខេ number 3 I the house before you call ខ្ញុំបានចាក់ចេញពីផ្ទះមុនពេលអ្នកទេមកអញ្ចឹងវាអាចចម្លើយ A live I live present simple ជាង live present simple ហើយមួយជំហានទៀត past អញ្ចឹងរបស់មួយមិនអាចមានមួយនៅ present មួយនៅ past បានទេចម្លើយ C ក៏អញ្ចឹងដែរ I am living ក៏ present ដែរអញ្ចឹង A និង C គឺអត់យកអញ្ចឹងចម្លើយមានតែពីរទេគឺ B ហើយនិង Dជាងយើងមើលពាក្យថាចាក់ចេញពីផ្ទះ I left the house ខ្ញុំចេញពីផ្ទះអញ្ចឹងពាក្យថាចេញពីផ្ទះមានន័យថាយើងឈានតែមកចំហៀនចេញពីផ្ទះគឺចេញហើយអូខេអញ្ចឹងពាក្យថា live នឹងអត់កំពុង live ទេគឺ left គឺចេញតែម្ដងអូខេអញ្ចឹង I had left the house before you call ខ្ញុំបានចេញពីផ្ទះបាត់ទៅហើយមុនពេលអ្នកទេមកអូខេចម្លើយគឺចម្លើយ B ទី4 If I found a wallet on the streets I would take I am taking បាទអញ្ចឹងដូចវីដេអូមុនដែល teacher ធ្លាប់បញ្យល់អញ្ចឹងណាថាកន្លែងនេះវាតកតងទៅនឹង conditional sentence វាអាច first conditional ឬក៏ second conditional អញ្ចឹងបើ first conditional បងប្អូនទៅចាំថាប្រសិនបើមាន if បូកជាមួយនឹង subject បូក verb 1 អញ្ចឹង result clause នឹងត្រូវការ will បូក verb 1 តែបើសិនដូចករណីនេះយើងមាន subject យើងមាន verb 2 នៅចិត្ត if មាន verb 2 នៅចិត្ត if អញ្ចឹងជំរើសដែលយើងត្រូវយកមកបំពេញគឺ would អូខេអញ្ចឹងនៅក្នុងនេះ would មានតែមួយទេអញ្ចឹងចម្លើយច្បាស់ណាស់គឺចម្លើយ C អូខេ If I found a wallet on the streets I would take it to the police បើខ្ញុំរកឃើញកាបូបលុយនៅតាមផ្លូវខ្ញុំនឹងយកវាទៅឲ្យ police បាទតែរបស់ហ្នឹងគឺមិនអាចកើតឡើងទេព្រោះអីយើងអត់បានរកឃើញកាបូបលុយនៅតាមផ្លូវនោះទេហើយយើងក៏មិនបានយកលុយហ្នឹងទៅសងគេដែរជួនកាលយើងមិនបានទាំងនៅលើផ្លូវហ្នឹងទៀតអូខេយើងមិនមែនកំពុងតែនៅលើផ្លូវហ្នឹងទៀតអញ្ចឹងមិនអាចទៅរួចទៀតដែលយើងរកឃើញកាបូបលុយនៅលើផ្លូវបានអូខេតោះ
Number 5 the last sentence the tree behind my house give a lot of shade យើងកន្លែងហ្នឹងយើងមើល the tree comma យើងច្បាស់ណាស់បើមាន comma កន្លែងហ្នឹងយើងអត់ដាក់ verb នៅហ្នឹងទេ the tree grow behind my house អត់ទេណាអញ្ចឹងកន្លែងហ្នឹងវាតកតងទៅនឹង relative clause យើងមើលពាក្យណាដែលតំណងជាងគេយើងមើលចម្លើយ A អត់ត្រូវទេដោយសារតែកន្លែងហ្នឹងយើងមាន comma B we it grow បាទវាមាន subject ជាន់គ្នា2ដងអញ្ចឹងចម្លើយ B គឺក៏អត់ចូលដែរអូខេចម្លើយ C អត់មាន subject ទេតែមានឆ្នប់ដែរអូខេ The tree we grow behind my house give a lot of shade ដើមឈើដែលដុះនៅខាងក្រៅផ្ទះរបស់ខ្ញុំគឺផ្ដល់ម្លប់ជាច្រើនបាទអញ្ចឹងចម្លើយ C ស័ក្តិសមជាងគេបើចម្លើយ D គឺអត់ត្រូវតែម្ដងដោយសារតែ D វាមាន it មួយទៀតវាមាន the tree ហើយវាមាន it ទៀតវាមាន subject 2ដងអូខេអញ្ចឹងចម្លើយដែលស័ក្តិសមបំផុតគឺចម្លើយ C អូខេតោះឥឡូវយើងរងចាំទស្សនាវីដេអូទី3តកតងទៅនឹង part 3តកតងនឹង vocabulary អូខេ